Hello bonjour ជំរាបសួរនិងសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់វិជ្ជាមណ្ឌល AMI ថ្ងៃនេះដែរខ្ញុំមាន content មួយក្នុងការចែកម្លែកប៉ុណ្ណឹងចំណេះដឹងអាហារូបករណ៍តើអ្នកនរគ្នាដឹងទេថាតើអាហារូបករណ៍គឺជាអ្វីមានគោលបំណងអ្វីដែរយើងខ្ញុំជឿថាអ្នកនរគ្នាច្បាស់ជាធ្លាប់ឮពីពាក្យថាអាហារូបករណ៍នៅពេលអ្នកនរគ្នានៅរៀនវិទ្យាល័យឬក៏កំពុងតែបន្តការសិក្សាថ្នាក់ឧត្តមសិក្សាផងដែរអញ្ចឹងតើអ្នកនរគ្នាដឹងទេថាតើអាហារូបករណ៍មានប្រមាណប្រភេទអ្វីខ្លះចឹងបើតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំនិងការយល់ដឹងរបស់ខ្ញុំផងដែរអាហារូបករណ៍គឺបែងចែកជា3ប្រភេទគឺអាហារូបករណ៍ fully funded scholarship 100% scholarship ហើយនិង partially funded scholarship ឥឡូវយើងទៅប្រភេទទី1ដែលហៅថាអាហារូបករណ៍ fully funded scholarship ប្រភេទអាហារូបករណ៍នេះដែរគឺគេឧបត្ថម្ភពេញន័យថាជាប្រភេទអាហារូបករណ៍ដែលគេឧបត្ថម្ភយើងទាំងថ្លៃសាលាថ្លៃស្នាក់នៅហូបចុកផ្សេងថ្លៃសម្ភារៈសិក្សាមាន insurance និងឧបត្ថម្ភមួយចំនួនទៀតដែលគេ cover យើងទាំងអស់ដែលយើងគ្រាន់តែមករៀនគឺគ្រប់គ្រាន់ហើយអត់ត្រូវការចំណាយថវិការបស់អ្នកផ្ទះទៀតទេហើយមួយទៀតគឺជាអាហារូបករណ៍ 100% scholarship ឬក៏អាហារូបករណ៍ 100% អញ្ចឹងត្រង់នេះដែរអ្នកនរគ្នាសូមកុំមានការយល់ច្រឡំរវាងអាហារូបករណ៍ដែលចំណាយពេញបែរថា fully funded scholarship មិញហ្នឹងហើយនឹងអាហារូបករណ៍ 100% នេះវាខុសគ្នាសម្រាប់អាហារូបករណ៍ 100% ហ្នឹងដែរគឺគេឧបត្ថម្ភតែថ្លៃសាលាទេហ្នឹងហើយអញ្ចឹងនៅពេលដែលឮគេថាគេឲ្យអាហារូបករណ៍ 100% អ្នកនេះក៏មានការយល់ច្រឡំឯសោះហើយសម្រាប់អាហារូបករណ៍ដែលឲ្យទៅលើថ្លៃសាលា 100% នេះដែរគឺមិនមានបានន័យថាយើងមិនបង់ថ្លៃសាលាសោះទេគឺយើងនៅតែបង់ដែរគឺបង់ថ្លៃរដ្ឋបាលហើយថ្លៃរដ្ឋបាលទូថ្លៃឬក៏ថ្លៃគឺអាស្រ័យទៅលើសាលានឹងបើសិនជាថ្លៃសាលានឹងត្រូវបង់ថ្លៃសម្រាប់ថ្លៃរដ្ឋបាលក៏ថ្លៃតាមនឹងដែរហើយមួយទៀតឥឡូវយើងទៅចំណុចទី3របស់អាហារូបករណ៍គឺ partially funded scholarship partially funded scholarship ហ្នឹងគឺជាប្រភេទអាហារូបករណ៍ដែលគេឲ្យដោយផ្នែកឬក៏គេជួយទៅលើផ្នែកណាមួយដូចជាគេឲ្យថ្លៃសាលា 70% ឬក៏ 50% គេឲ្យជាជំនួយទៅលើកុំព្យូទ័រជំនួយជាកង់ឬក៏ជាសម្ភារៈឬក៏ជាផ្នែកណាមួយនឹងគេហៅថាជា partially funded scholarship អូខេហើយការពីនឹងផងដែរអាហារូបករណ៍គឺមានអាហារូបករណ៍ក្នុងនិងក្រៅប្រទេសជាទូទៅអាហារូបករណ៍ទៅក្រៅប្រទេសភាគច្រើនគឺសម្បូរជាងគេគឺអាហារូបករណ៍fully funded scholarship ប៉ុន្តែក៏តែមានអាហារូបករណ៍ partially funded និង 100% ផងដែរអញ្ចឹងនៅពេលអ្នកនរគ្នាចង់ដាក់អាហារូបករណ៍ទៅក្រៅប្រទេសអ្នកនរគ្នាទៅស្វែងយល់សិនតើវាជាប្រភេទអាហារូបករណ៍មួយណាមិនមែនឲ្យតែប្រភេទអាហារូបករណ៍យើងសុទ្ធតែដាក់បានទទួលបាន benefit ដូចគ្នានឹងទេហើយឥឡូវចំណុចបន្ទាប់អ្វីដែលខ្ញុំចង់និយាយហ្នឹងគឺតើអ្នកនរគ្នាអាចស្វែងរកប្រភពអាហារូបករណ៍នៅទីណាបានចឹងពាក់ព័ន្ធនឹងប្រភពអាហារូបករណ៍អ្នកនរគ្នាទី1គឺដោយសារសប្តាហ៍ថ្ងៃគឺជាសម័យអ៊ីនធឺណិតចូលដល់សម័យ AI ហើយអ្នកនរគ្នាអាចរកបានតាមប្រព័ន្ធបណ្ដាញសង្គម social media ឬក៏តាម Telegram ជាដើមអញ្ចឹង Facebook Telegram ហើយនិង website អ៊ីនធឺណិតផ្សេងៗនេះគឺអ្នកនរគ្នាអាចស្រាវជ្រាវបានដើម្បីទទួលបានដំណឹងអាហារូបករណ៍ទាំងអស់នឹងមួយទៀតស្វ័យបិទតែអ្នកនរគ្នាអាចរកបានតាមបណ្ដាញផ្សព្វផ្សាយទាំងនឹងប៉ុន្តែភាគច្រើនក៏ជាព័ត៌មានដែលគេផ្សព្វផ្សាយចេញពីប្រភពដើមដែរអញ្ចឹងបើអាចអ្នកនរគ្នាគួរតែចូលទៅរកប្រភពអាហារូបករណ៍ដើមតែម្ដងតើប្រភពអាហារូបករណ៍ដើមនឹងអ្នកនរគ្នាដឹងមកពីណាទី1គឺអ្នកនរគ្នាទៅមើលរក website ឬក៏ page សាលារបស់អាហារូបករណ៍នឹងផ្ទាល់ដែលជាទូទៅដល់ពេលដល់ខែឬក៏ត្រៀមនឹងបើកបរិយាសនការថ្មីសាលានីមួយៗនឹងប្រកាសដំណឹងផ្សេងៗអញ្ចឹងអ្នកនរគ្នាអាចតាមដាន follow page ឬក៏ឧស្សាហ៍តាមដានមើល websiteទី2គឺបើសិនជាអាហារូបករណ៍នឹងទទួលចេញពីអង្គការឬក៏មូលនិធិផ្សេងៗអ្នកនរគួរតែតាមដានប្រភពឬក៏ page ឬក៏អ្វីក៏ដោយអ្នកនរអាចតាមដានព័ត៌មានចេញពីអង្គការឬក៏មូលនិធិនឹងបានជាប្រភពដើមផងដែរការពីនឹងដែរក៏អាចទទួលបានព័ត៌មានមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងអាហារូបករណ៍នេះពីមិត្តភ័ក្តិឬក៏ពីអ្នកស្គាល់គ្នាអញ្ចឹងតើនេះគឺជាប្រភពដែលអ្នកនរគ្នាអាចស្វែងរកបានឥឡូវនេះចូលដល់ចំណុចមួយទៀតដែលជាចំណុចសំខាន់ដែរតើធ្វើដូចម្តេចដើម្បីក្លាយជាបេក្ខជនដែលទទួលបានអាហារូបករណ៍ឬក៏ជាសិស្សនិស្សិតដែលទទួលបានអាហារូបករណ៍ហ្នឹងអញ្ចឹងធ្វើបិទតែអាហារូបករណ៍មានច្រើនប្រភេទមែនគេជួយឧបត្ថម្ភឲ្យយើងរៀនមែនប៉ុន្តែមិនមែនបានន័យថាយើងងាយស្រួលយកទេព្រោះដើម្បីក្លាយជាសិស្សឬក៏និស្សិតអាហារូបករណ៍នឹងបានអ្នកនរត្រូវមានលក្ខណៈសម្បត្តិពេញលេញដែលអាចបំពេញលក្ខខណ្ឌរបស់គេបានរៀងរាល់អាហារូបករណ៍នីមួយៗគេតែងតែមានលក្ខខណ្ឌតិកៈរបស់គេអញ្ចឹងចំណុចនេះគឺជាចំណុចសំខាន់បំផុតតើគេទាមទារខ្លះគេតម្រូវខ្លះយើងត្រូវបំពេញបានដែលគេហៅថា eligibility criteria អញ្ចឹងជាទូទៅដើម្បីបានអាហារូបករណ៍ទី1គឺពិតណាស់គឺអ្នកនរត្រូវតែជាសិស្សពូកែព្រោះជាទូទៅកម្រមានសិស្សដែលអត់ពូកែទទួលបានអាហារូបករណ៍ណាឲ្យយើងកាន់តែពូកែឱកាសបានកាន់តែច្រើន អ
ទី2លក្ខខណ្ឌអាហារូបករណ៍ខ្លះដូចជាអាហារូបករណ៍របស់អង្គការក្រៅរដ្ឋាភិបាលឬក៏អាហារូបករណ៍មូលនិធិគេអាចនឹងទាមទារលក្ខខណ្ឌតម្រូវអ្នកនរជាសិស្សឬនិស្សិតក្រីក្រឬក៏សិស្សនិស្សិតខ្វះខាតឬក៏មកពីតំបន់ដាច់ស្រយាលជាដើមអញ្ចឹងបើសិនអ្នកនរស្ថិតនៅក្នុងលក្ខខណ្ឌមួយហ្នឹងគឺអាហារូបករណ៍គឺស័ក្តិសមជាមួយនឹងអ្នកនរហើយតែបើតែអ្នកនរត្រូវរៀននៅពូកែឬក៏ធ្វើតាមលក្ខខណ្ឌគេមួយចំនួនប៉ុន្តែចំណុចដែលសំខាន់ជាងគេបំផុតហ្នឹងគឺបើសិនជាអ្នកនរធ្វើវាទេគឺនឹងមិនខ្លាចជាសិស្សអាហារូបករណ៍ទេនេះគឺដំណាក់កាលដាក់ពាក្យដល់ពេលអ្នកនរដឹងព័ត៌មានអាហារូបករណ៍ហើយបើអ្នកនរអត់ដាក់ពាក្យគឺបើន័យថាអ្នកនរគឺអត់បានអាហារូបករណ៍ហ្នឹងគេគឺធ្លាក់អូតូអញ្ចឹងដើម្បីបានអាហារូបករណ៍អ្នកនរត្រូវយកពាក្យទៅបំពេញឲ្យបានគ្រប់ជ្រុងជ្រោយតាមលក្ខខណ្ឌដែលគេស្នើសុំឬគេចង់បានឬហើយអ្នកនរនឹងយកពាក្យទៅដាក់ឲ្យបានទាន់ការបច្ឆេទកំណត់ហើយយើងចាំតាមដានព័ត៌មានផ្សេងៗទៀតជាទូទៅអាហារូបករណ៍អាចនឹងមាន3ដំណាក់កាលគឺដំណាក់កាលទី1គឺដំណាក់កាលដាក់ពាក្យនឹងឯងដំណាក់កាលទី2គឺជាដំណាក់កាលដែលយើងចាំមើល short list តើយើងនឹងជាប់ឈ្មោះក្នុង short list នឹងអត់អាហារូបករណ៍ខ្លះគឺមានតែ2ដំណាក់កាលទេយើងដាក់ពាក្យហើយយើងបានប្រឡងចប់បាននិទេសអីហើយគឺយើងជាប់តែម្ដងតែបើអាហារូបករណ៍ជាទូផ្សេងទៀតហ្នឹងជាទូទៅគឺមាន3ដំណាក់កាលដាក់ពាក្យចេញឈ្មោះ short list ហើយគឺដំណាក់កាលសំខាន់ជាងគេគឺសម្ភាសដល់ពេលអ្នកគ្នាសម្ភាសហើយចេញលទ្ធផលជោគជ័យហើយចុងក្រោយគឺអ្នកគ្នាត្រូវចុះកុងត្រាគឺជាការស្រេចអញ្ចឹងពាក់ព័ន្ធនឹងចំណេះដឹងអាហារូបករណ៍នៅថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបើសិនអ្នកគ្នាមានអ្វីចង់បន្ថែមឬក៏ខ្ញុំនិយាយទៅមានចំណុចខ្វះខាតត្រង់ណាសូមខន្តីអធិស្ឋានផងដែរហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ